ការពីវីដេអូមុនខ្ញុំបាននិយាយរៀបរាប់ជាច្រើនទាក់ទងនឹងសមត្ថភាពរបស់ wireless router មួយនេះគឺ router Hikvision មានដូចជា Wi-Fi ល្បឿនលឿនចំនួន Wi-Fi 6 ការបញ្ជូនទិន្នន័យដ៏លឿនដោយប្រើបច្ចេកវិទ្យា MU MIMO ដែល multi throughput រវាង client និង router ហើយនិង OSDMA ដែលមានសមត្ថភាពបញ្ជូនទិន្នន័យបានលឿនក៏ដូចជា mesh technology ដែលអាចភ្ជាប់ router មួយទៅ router មួយដោយមិនចាំបាច់ប្រើខ្សែគឺយើងប្រើតាមរយៈ wireless នេះតែម្ដងប៉ុន្តែខ្ញុំអត់ទាន់បាននិយាយរៀបរាប់អំពីថាតើយើងអាច set up ឧបករណ៍ wireless router នេះបានដោយខ្លួនឯងយ៉ាងដូចម្ដេចចំពោះអតិថិជនប្រើប្រាស់ផ្ទាល់ Hikvision គាត់ផ្ដល់ឲ្យ end user មានន័យថាអតិថិជនដែលប្រើប្រាស់ផ្ទាល់ហ្នឹងអាចបញ្ជានិងគ្រប់គ្រងឧបករណ៍ wireless router នេះបានដោយខ្លួនឯងគឺមិនចាំបាច់ធ្វើការ technical អីច្រើននោះទេហើយខ្ញុំនឹងបង្ហាញអំពីការ set up ពីជំហានទៅមួយជំហានតាមរយៈ app free មួយគឺ HikConnect សម្រាប់user នឹងរៀបរាប់អំពី function និងលក្ខណៈពិសេសជាច្រើនដែល wireless router មួយនេះអាចធ្វើបានអូខេអញ្ចឹងកុំឲ្យខាតពេលយូរមកតាមដានជាមួយនឹងខ្ញុំនឹងបង្ហាញដល់អ្នកគ្នាពីការ set up ទាំងអស់ហ្នឹងយើងបើកភ្លើង Wi-Fi របស់យើងហើយចូលទៅកាន់ mobile Wi-Fi setting ហើយយើងស្វែងរកឈ្មោះ Wi-Fi របស់យើងគឺ Hikvision by default មានកន្ទុយ MAC address វានឹង load ផ្ទាំងបែបនេះគឺ welcome hello បែបនេះអញ្ចឹងយើងត្រូវ tick enable cloud management auto upgrade យើង tick អស់មកហើយ country យើងជ្រើសរើសយក Cambodia ហើយបន្ទាប់មកយើងចុច try now នៅក្រោម create new network យើងយកលើហើយបន្ទាប់មកទៀតវានឹងធ្វើការ auto detect ឲ្យយើង network config គឺយើងអត់មានធ្វើអីទេយើងចុច next នៅត្រង់កន្លែងនេះហើយ routing setting គឺយើងអាចដាក់ឈ្មោះ Wi-Fi របស់យើងបានហើយដូចខ្ញុំដាក់ Hikvision router ហើយនឹង password ក្រេម3ក្រេម4 admin password ខ្ញុំដាក់ដូចគ្នាដែរបន្ទាប់មកយើងចុច confirm វាចេញបែបនេះគឺមានន័យថា complete ហើយយើងចូលទូរស័ព្ទដៃ Wi-Fi setting របស់យើងហើយយើងសាក connect ទៅកាន់ឈ្មោះថ្មីរបស់យើងគឺ Hikvision router អូខេ connect ជាប់អូខេហើយយើងបាន IP by default អូខេឥឡូវសាកបើក YouTube មើលតើវាចេញអត់អញ្ចឹងបែបនេះគឺយើងអាចប្រើប្រាស់បានហើយបន្ទាប់មកទៀតយើងបើក app HikConnect របស់យើងហើយបងប្អូនអរគ្នាមើលខាងលើមានសញ្ញាលេខបូកយើងចុចលើវាមកហើយវានឹងចេញពី scan QR code អញ្ចឹងយើង scan នៅបាត router របស់យើងផ្អៀងវាមើលមកវានឹង scan automatic តែម្ដងអញ្ចឹងវា load router already set up អូខេជាងចុច OK មកហើយកន្លែងនេះគឺយើងដាក់ device password ដែលយើងបានដាក់មិញគឺក្រេម3ក្រេម4ចុច OK ហើយវាធ្វើការ add ចូលទៅកាន់ app HikConnect របស់យើងឥឡូវនេះគឺវាបាន add ចូលរួចរាល់ដោយជោគជ័យអញ្ចឹងយើង refresh វាមួយហើយខាងលើនេះគឺជា wireless router របស់យើងហើយដើម្បី manage បានយើងគ្រាន់តែចុចលើវាមកវានឹងចេញផ្ទាំង dashboard បែបនេះគឺ device status អញ្ចឹងចំណុចទី1ដែលខ្ញុំចង់ណែនាំនេះគឺ quick optimizeចឹងយើងចុចលើប៊ូតុង Quick Optimize នេះ Quick Optimize នេះគឺវាជួយ optimize Wi-Fi interference optimize channel ធម្មតា Wi-Fi របស់យើងគឺដើរទៅលើ frequency ហើយនឹង band អញ្ចឹងវាជួយ optimize ការពារក្នុងការ interference ដូចជា channel អីផ្សេងៗដែលវាអាចបង្កនៅការកង់ជាមួយនឹង Wi-Fi អ្នកដទៃផ្សេងៗអូខេអញ្ចឹងបងប្អូនគ្នាមើលនៅកន្លែង setting ខាងលើខាងស្ដាំនេះយើងចុចលើ setting នេះមកបន្ទាប់ពីចុចលើ setting នឹងហើយនៅខាងលើនេះគឺអ្នកទាំងអស់គ្នានឹងឃើញ block list អញ្ចឹង block list នេះហើយគឺជាកន្លែងមួយដែលយើងអាចបិទឬក៏បើកនៅ smart device របស់អ្នកដទៃហ្នឹងគឺកុំឲ្យប្រើប្រាស់បានឧទាហរណ៍ថាអ្នកចិត្តខាងគាត់លួច Wi-Fi យើងប្រើណានេះដឹង password ដែលយើងអត់ចង់ដូរទេគឺយើងចង់ block គាត់ចោលតែម្ដងចុចនៅប៊ូតុងខាងក្រោម add អញ្ចឹងនេះគឺជា list រាល់នៅ smartphone ដែលបានភ្ជាប់ Wi-Fi របស់យើងអញ្ចឹងឧទាហរណ៍ខ្ញុំចង់ block Oppo F11 Pro នេះអញ្ចឹងខ្ញុំ tick លើវាមកហើយខ្ញុំចុចប៊ូតុងខាងក្រោមគឺ add អញ្ចឹងចំណុចនេះគឺពិសេសមែនតើគឺយើងអត់ចាំបាច់បារម្ភថាអូគេដឹង password យើងហើយយើងអត់ចេះដូរ password ឬក៏យើងពិបាកដូរ password អញ្ចឹងគ្រាន់តែយើងចំណាំនៅ smartphone ក្រុមគ្រួសាររបស់យើងមកមានប្រហែល3 4 5ទូរស័ព្ទអញ្ចឹងទៅក្រៅពីហ្នឹងគឺអត់ស្គាល់គឺយើង block ចោលតែម្ដងបាទចំណុចទី3គឺ children protection អ្វីទៅជា children protection គឺមានន័យថាយើងអាចគ្រប់គ្រងរយៈពេលនៃការ online នៃកម្មវិធី website ឬក៏ app ដែលយើងចង់ឲ្យក្មេងៗឬក៏កូនឧទាហរណ៍ថាកូនអញ្ចឹងណាអញ្ចឹងយើងអាចគ្រប់គ្រងនៅសកម្មភាពនៃដំណើរការ online របស់គាត់បានអញ្ចឹងយើងអាចចុចប៊ូតុង add child rule ហើយនៅពេលហ្នឹងវាឲ្យជ្រើសរើសតើទូរស័ព្ទដៃរបស់កូនរបស់យើងហ្នឹងគឺទូរស័ព្ទមួយណាអញ្ចឹងខ្ញុំឧទាហរណ៍ថាApple នេះចុះអញ្ចឹង Apple នេះគឺជាទូរស័ព្ទដៃរបស់កូនអញ្ចឹងយើងអាចកន្លែងនេះយើងអាចដាក់ logo ជាតំណាងបានហើយយើងអាចដាក់ឈ្មោះអញ្ចឹងណាអូខេ child name ហើយ internet period restriction អញ្ចឹងកន្លែងនេះគឺមានន័យថាយើងអាចកំណត់ពេលវេលាឲ្យគាត់លេងអ៊ីនធឺណិតបានហើយចុច time មកអញ្ចឹង start time យើងចង់ឲ្យគាត់ start ពីពេលណាហើយ end time យើងចង់ឲ្យគាត់បញ្ចប់នៅពេលណាហើយ repeat នេះគឺយើងអាចជ្រើសរើស every day ក៏បាន weekend ឬក៏ work day ផ្សេងៗគឺហើយក៏អាច customize បានដែរអញ្ចឹងយើងចុច every day មកហើយយើងចុចពាក្យ save
ហើយនៅខាងក្រោមនេះ restricted URL list restricted URL list មានន័យថាយើងអាចគ្រប់គ្រងនៅលើ website ឬក៏ app ដែលកូនរបស់យើងប្រើប្រាស់អញ្ចឹងចំណុចនេះបងប្អូនអរគ្នានឹងយល់ហើយគឺ website មួយចំនួនគឺយើងមិនគួរឲ្យក្មេងបើកបានទេយើងអាចធ្វើការ pass នៅ URL នេះនៅកន្លែងនេះ URL នេះគឺជា website ដែលយើងចង់បិទដែលមិនចង់ឲ្យគាត់បើកបានខ្ញុំឧទាហរណ៍ថា TikTok អញ្ចឹងណាអញ្ចឹង website TikTok ត្រូវបានដាក់ចូលទៅក្នុង enable restriction list ហើយចុងក្រោយយើងធ្វើការ save អូខេអញ្ចឹងយើងបាន page មួយដែលគ្រប់គ្រងនៅ child parent protection របស់យើងចំណុចទី3គឺ Wi-Fi setting អញ្ចឹង Wi-Fi setting នេះគឺយើងជាធម្មតាយើងអាចចូលទៅដូរឈ្មោះ Wi-Fi របស់យើងហើយនឹងអាចដូរ password Wi-Fi របស់យើងបានអូខេប៉ុន្តែនៅខាងក្រោម Wi-Fi setting នេះគឺមាន Wi-Fi មួយគេហៅថា guest Wi-Fi guest Wi-Fi នេះគឺមានន័យថាយើងអាចបង្កើត Wi-Fi ផ្សេងមួយទៀតគឺសម្រាប់ភ្ញៀវដែលមកលេងផ្ទះឬក៏ office របស់យើងចង់ឲ្យភ្ញៀវគាត់ប្រើប្រាស់បណ្ដោះអាសន្នអញ្ចឹងទៅអញ្ចឹងយើងអាចបង្កើតឈ្មោះ Wi-Fi ផ្សេងមួយទៀតដែលមិនឲ្យគាត់ប្រើលោកឡំជាមួយនឹង Wi-Fi ដែលយើងប្រើប្រាស់ផ្លូវការនោះទេរយៈពេលដែលគាត់អាចប្រើប្រាស់បានគឺយើងអាចកំណត់បាន4ម៉ោង8ម៉ោងប៉ុណ្ណឹងគឺយើងអាច save បានអូខេហើយចំណុចទី4គឺ advanced setting តោះនៅក្នុង advanced setting ខ្ញុំសូមណែនាំចំណុចមួយគឺហៅថា schedule Wi-Fi on off អញ្ចឹង schedule Wi-Fi on off នេះគឺមានន័យថាយើងកំណត់ពេលវេលាឲ្យ wireless router របស់យើងនោះផ្សាយ signal Wi-Fi ចេញទៅតាមពេលវេលាណាមួយដែលយើងចង់ឲ្យវាបិទមានន័យថាដូចវាសម្រាប់អញ្ចឹងណាបងប្អូនគ្នាឧទាហរណ៍ថាពីម៉ោង12យប់ឬក៏ម៉ោង1យប់អញ្ចឹងរហូតដល់ម៉ោង6 7ព្រឹកអញ្ចឹងគឺអញ្ចឹងពេលវេលានេះគឺជាពេលវេលាដែលយើងគេអញ្ចឹងយើងអត់មានប្រើប្រាស់ទេអញ្ចឹងណាអញ្ចឹងយើងអាចទុកពេលឲ្យឧបករណ៍ wireless router របស់យើងហ្នឹងវាអត់ផ្សាយចេញទេអញ្ចឹងយើង enable វាមកគឺយើងអាចកំណត់ពេលវេលាគឺ start គឺឧទាហរណ៍ម៉ោង00.00 នេះគឺម៉ោង12ហើយ end time គឺខ្ញុំដាក់តែម៉ោង7ព្រឹកអញ្ចឹងហើយ repeat នេះដូចគ្នាដែរគឺយើងអាចកំណត់ថ្ងៃក៏បានហើយ every day ក៏បានអញ្ចឹងយើងចុចបែបនេះគឺយើងកំណត់ថា Wi-Fi នៅម៉ោង12រៀងរាល់យប់ម៉ោង12រហូតដល់ម៉ោង7ព្រឹកគឺ Wi-Fi ហ្នឹងគឺអត់ផ្សាយចេញទេអញ្ចឹងចុច save មកគឺអញ្ចឹងរៀងរាល់ម៉ោង12យប់គឺ Wi-Fi router របស់យើងគឺវាអត់ broadcast នៅ Wi-Fi signal ចេញនោះទេអូខេចុងក្រោយគឺ Wi-Fi signal adjustment Wi-Fi signal adjustment នេះគឺមានន័យថាយើងអាចកំណត់បានថាឲ្យ wireless signal យើងហ្នឹងជះបានឆ្ងាយឬក៏ជិតឬក៏មធ្យមទៅតាមតម្រូវការរបស់យើងអូខេយ៉ាងម៉េចដែរបន្ទាប់ពីបានឃើញពីរបៀបនៃការ set up និងបច្ចេកវិទ្យាទំនើបដែលយើងអាចធ្វើបានអាចបញ្ជានិងគ្រប់គ្រងតាមរយៈទូរស័ព្ទដៃរបស់យើងនេះបានដោយខ្លួនឯងនេះគឺជាលក្ខណៈពិសេសមួយដែល end user ក៏ដូចជាអតិថិជនប្រើប្រាស់ផ្ទាល់អាចធ្វើបាននោះគឺការបញ្ជាពីទូរស័ព្ទដៃរបស់គាត់បានដោយខ្លួនឯងពីមុនគឺយើងពឹងទាំងស្រុងទៅលើអ្នក technical ដែលគាត់ទៅឡើងតែឥឡូវនេះអតិថិជនផ្ទាល់គាត់អាចធ្វើបានដោយខ្លួនឯងបើសិនជាគាត់មានចំណាប់អារម្មណ៍អូខេអញ្ចឹងបើសិនជាអតិថិជនឬបងប្អូនអរគ្នាដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងជាវទិញបានហើយខ្ញុំមានគ្រប់ model តែម្ដងគឺនៅលើតុរបស់ខ្ញុំនេះគឺមិនទាន់អស់ទេគឺមានច្រើនទៀតហើយនេះគឺជា model AX 3000ដែលនៅលើតុខ្ញុំនេះស្រាប់គឺរូបរាងបែបនេះហើយ model មួយនេះគឺជា AX 3000ដែរប៉ុន្តែ version មួយទៀតគឺដក V មានន័យថា hardware របស់វាគឺខុសគ្នាអញ្ចឹងជា hardware version ថ្មីដែលមានរូបរាងខុសគ្នាអញ្ចឹងប៉ុន្តែល្បឿនលឿនគឺ AX 3000ដូចគ្នាអូខេអញ្ចឹងហើយនៅខាងស្ដាំដៃរបស់ខ្ញុំនេះគឺជា wireless router ដែល Wi-Fi 5ដែលមានតម្លៃរៀងធូរថ្លៃអញ្ចឹងបើសិនជាបងប្អូនណាដែលត្រូវការត្រឹមល្មមប្រើ10-20នាក់អីអាចប្រើជាមួយនឹង AC 1200នេះបានគឺធូរថ្លៃហើយមានដូចជា AX 1500បាទ1500នេះគឺក៏រៀងធូរថ្លៃដែរគឺហើយក៏សមត្ថភាពវាក៏មិនអត់ដែរគឺខ្លាំងដូចគ្នាគឺ AX មានន័យថា Wi-Fi 6អញ្ចឹងចំនួនសិតតែចំនួន Wi-Fi 6ច្រើនហើយមានដូចជា 4G ទៀតអញ្ចឹងមាន model 4G ដែលយើងអាចប្រើជាមួយនឹង SIM ណាអញ្ចឹងwireless router នេះខ្ញុំនឹងនិយាយលម្អិតនៅវីដេអូផ្សេងមួយទៀតដែលសមត្ថភាពរបស់វាគឺ Wi-Fi 5G ល្បឿនលឿនរហូតដល់1200 Mbps ហើយយើងអាចដាក់ SIM បានអញ្ចឹង SIM គឺប្រើបានច្រើន SIM យើងអាចយកទៅតាមខ្លួនក៏បានគ្រាន់តែដោតភ្លើងដោត SIM ប្រើបានតែម្ដងអញ្ចឹងងាយស្រួលមែនតើអូខេអញ្ចឹងវីដេអូមួយនេះបានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយដែលនិយាយអំពី Wi-Fi 4G ម្ដង